ឈប់សិនប៉ាលោកឈិនណាអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំចងចាំក្នុងចិត្តលោកមិនឯងជារឿងល្អណាស់ខ្ញុំគ្រាន់តែធ្វើអ្វីដែលយល់ថាត្រឹមត្រូវមិនស្មានថាលោកនាយកលេខគឺជានាយករបស់ហ្វុងជាគ្រប់សោះប៉ាមានបញ្ហាអីកាត់ឡើងថ្ងៃនេះប៉ាដួលស្លាប់នៅតាមផ្លូវលោកឈិនជាអ្នកជួយប៉ាកុំតែបានគេបញ្ជូនប៉ាទៅមន្ទីរពេទ្យទាន់ពេលកុំឲ្យប៉ាលេងបានជួបមុខឯងទៀតហើយមនុស្សស្មានថាតាចាស់ដួលស្លាប់តាមផ្លូវគឺជាគីសោះលោកឈិនគុណសង្គ្រោះជីវិតគ្មានអ្វីតបស្នងទេលោកមានលក្ខខណ្ឌអីនិយាយមកចោះខ្ញុំនឹងបំពេញនាងលេខកុំគួរសមអីខ្ញុំគ្រាន់តែធ្វើរឿងដែលក៏បីនឹងខ្លួនឯងតែប៉ុណ្ណោះអត់ទេសង្គមមនុស្សឥឡូវនេះលែងសូវជួយគ្នាទង្វើល្អរបស់លោកឈិនគឺជាទង្វើត្រឹមត្រូវមែនហើយលើថាប្រជិកថ្ងៃនេះសំខាន់សម្រាប់លោកខ្លាំងណាស់សំខាន់ពិតមែនបើចឹងស្រួលហើយសញ្ញាប្រជិកជួយលោកឈិនទៅដែរនៅជប់សិនត្បិតគេបានជួយជីវិតនៃជួនលៃតែវាជារឿងពីរផ្សេងគ្នាសូម្បីបញ្ជីសំណាគេក៏គ្មានផងសម្ាងអីត្រូវហើយប៉ាចង់ឲ្យគាត់ដល់លោកឈិនអាចផ្ដល់លុយឲ្យគេឬអាចចលនាទ្រព្យប៉ុន្តែមិនអាចបំផ្លាញគោលការណ៍វិន័យហ្វុងគ្រប់យើងទេអ្នកណាថាគេគ្មានបញ្ជីសំណានេះជាបញ្ជីសំណាដែលលោកឈិនភ្លេចនៅមន្ទីរពេទ្យខ្ញុំបានមើលតាមផ្លូវចប់អស់ហើយសារសុំធ្វើជាដៃគូជាមួយនឹងយៈហ្វុងគ្រប់ជើងដែរបានអញ្ចឹងលោកឈិនយើងចុះកិច្ចសន្យាជាមួយគ្នាខ្ញុំមិនព្រមទេលោកសង្ស័យការសម្រេចចិត្តខ្ញុំឯងយល់ទេលោកមិនដឹងទេឈិនជាម្នាក់នេះមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យមុនធ្វើការនេះគេគ្រាន់តែជាអ្នកដឹកជញ្ជូនអីវ៉ាន់មិនដែលប៉ះប្រជិកស្អីទេតាមសមត្ថភាពគេមិនអាចទទួលប្រជិកសំខាន់នេះបានឡើយអ្នកដឹកជញ្ជូនអីវ៉ាន់ទទួលបានគម្រោងហាក់ដូចជាលោតផ្លោះឆ្ងាយពេកគេនៅជានេះគឺជាការពិតគឺជាការពិតប៉ុន្តែមនុស្សមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យមានមនសិការល្អយ៉ាងនេះហើយចំណែកលោកវិញគិតថារៀនបានខ្ពស់ឃើញស្លាប់មិនជួយមនុស្សដូចជាលោកអាត្មានិយមបំផុតមិនសមនឹងសហការជាមួយទេនេះលោកលីចាប់ពីថ្ងៃនេះជាហ្វុងគ្រប់នឹងតាហ្វូមករកស៊ីជាមួយគ្នាឡើយអ្នកជឹមឆាប់អូខេចេញភ្លាមទៅលោកលីស្ដាប់ខ្ញុំសិនទៅលោកលីស្ដាប់ខ្ញុំសិនទៅលោកឈិនទឹកប្រាក់សម្រាប់គម្រោងនេះចេញហើយសូមអរគុណហើយខ្ញុំមិនធ្វើឲ្យលោកនាយកលេងនឹងនាងលេងអស់សង្ឃឹមទេបើអស់កិច្ចការហើយខ្ញុំគិតលាទៅវិញសិនហើយមកបញ្ញាប់អីយើងចាប់ការងារចង់និយាយរឿងផ្ទាល់ខ្លួនបន្តិចរឿងផ្ទាល់ខ្លួនកូនស្រីខ្ញុំធីងអាយុ21ឆ្នាំរូបសម្បត្តិលោកបានឃើញស្រាប់ហើយអត់គេរឿងរូបបន្តិចតែចិត្តខ្លាំងបរិសុទ្ធបើលោកមិនសពខ្ពើមទៀតខ្ញុំចង់ឲ្យលោករៀបការជាមួយនឹងកូនស្រីខ្ញុំនឹងណាលោកជួយចំណេចដែររៀបការប៉ាក្រែងប៉ាថាចាំខ្ញុំមួយជីវិតឥឡូវមិនក៏បញ្ញាប់ចង់ឲ្យខ្ញុំរៀបការលោកឈិនជាមនុស្សល្អអាចទុកចិត្តបានយ៉ាងណាក៏មិនគួរឲ្យខ្ញុំរៀបការជាមួយបរិសុទ្ធទៅស្គាល់គ្នាបានមួយថ្ងៃដែរបរិសុទ្ធល្អកម្ររកបានណាត្រូវក្តាប់នេះឲ្យចុះលោកឈិនណាកូនស្រីខ្ញុំយ៉ាងម៉េចដែរនាងលេងគឺជាមនុស្សល្អណាស់តែខ្ញុំមិនអាចទទួលយកបានទេឬមួយក៏កូនស្រីខ្ញុំមើលមកជោគភ្នែកលោកអត់ទេគឺខ្ញុំមានប្រពន្ធហើយបើគ្មានកិច្ចការអ្វីផ្សេងទេខ្ញុំសុំលាសិនហើយហើយយ៉ាខ្មាស់គេណាអ្នកណាក៏ខ្សែភ្នែកល្អម្ល៉េះដណ្ដើមយកលោកឈិនមុនពួកជឹងប៉ាពេញចិត្តគេត្រង់ណាដោយសារគេជាមនុស្សល្អហ៎លើខ្លួនគេមានចរិតល្អណាស់ថ្លៃថ្នូរដំណើររឿងគឺអញ្ចឹងទីបំផុតអ្នកប្រងជាប់បានគម្រោងយាហ្វុងគ្រប់ដែលជោគជ័យកាត់ការលំបាកនៅតែបង្ហាញអំពើល្អគ្រាន់បើឯងជួយរៀបចំផងខ្ញុំនឹងអ្នកប្រុសត្រូវអបអរសាទរប៉ុន្តែអ្នកប្រុសទៅគ្រួសារបាយបាត់ហើយពេលវេលា3ថ្ងៃដល់ហើយអាម៉ាស៊ីឈិនឈីនោះមិនទាន់យកលុយ10លានមកដណ្ដឹងឯងគួរតែស្លាប់ចិត្តទៅនៅសប្តាហ៍ប៉ុន្មាននាទីទៀតចាំសិនទៅអេស៊ីមិនមែនប៉ាមិនទុកឱកាសគេទេតែគេអត់កំណត់ដោយខ្លួនឯងម៉ាក់ប្រកាសលុបចោលមង្គលការហើយជប់សិនខ្ញុំដឹងថាបងប្រកាសជាម៉ែមនុស្សមកមានប្រយោជន៍អីឈិនឈីឯងជាអ្នកសន្យាដល់ខ្លួនឯងថា3ថ្ងៃរយបាន10លានមិនចឹងទេលោកមង្គលការចោលដល់ថ្ងៃហើយណាលុយ10លានឯតែឈិនឈីម៉ែមិនថាគាត់មាន10លានឬអត់ខ្ញុំនៅតែរៀបការដដែលឯងចាំជាកូនចាំអាស៊ីបមែនអំប្រមស្រីខ្ញុំហ៊ានមកទៅហើយប្រកាសជាមានលុយ10លាននេះជាការដែលខ្ញុំឲ្យគេតែគឺជាលុយ10លានមិនមែន1000ទេណាល្ងងណាស់ឯងយល់ថាយកកាតមួយសន្លឹកមកប្រាប់ថាមានលុយ10លានអាចកុហកពួកយើងបានទេប្រកាសរបស់ខ្ញុំអ្វីផ្សេងទៀតខ្ញុំរកមធ្យោបាយបងប្រាប់ហើយតាថាបងពឹងលើសមត្ថភាពខ្លួនឯងយកអូនឯបានអំប្រមស្រីកាតនេះពិតជាមានលុយ10លានឬក៏អាចឆែកមើលបានតាពិតជាមាន10លានមែនទេហ៎10លានពិតមែនទេគ្រាន់តែជាអ្នកដឹកជញ្ជូនអីវ៉ាន់រឿងអីមានលុយដល់តែ10លានឯងជឿជាក់យ៉ាងនេះឯងហ៊ានភ្នាល់ជាមួយខ្ញុំទេភ្នាល់យ៉ាងម៉េចភ្នាល់ក្នុងកាតនេះមានលុយ10លានឬអត់បើមាន10លានមែនខ្ញុំយកសិភៅគ្រួសារខ្ញុំឲ្យពួកឯងចូលអេតាស៊ីវិលភ្លាមតែបើគ្មានលុបចោលមង្គលការថ្ងៃក្រោយកុំមករំខានអ៊ីស៊ីទៀតបានឆាន់ឈីកុំអីអ៊ីស៊ីជឿបងចុះអ្នកបំរើយកម៉ាស៊ីនឆូតកាតមក
សល់ក្នុងបាន100យន់ហូច្រើនណាស់ណោះ100យន់ មិនអាចទេ Director ស៊ូប្រាប់ថាកុំចង់10លានផ្ញើចូលហើយមិនក៏មានតែ100អញ្ចឹង ឯងថាក្នុងកាតនេះមានលុយ10លានខ្ញុំខំតែជឿឯង100យន់ចង់បានកូនស្រីខ្ញុំផងហ៎កុំយល់សັບអី មុននេះឯងនិយាយដល់ផ្ទាល់មាត់ថាព្រមលុបពិធីមង្គលការចោលឥឡូវនេះចាញ់ហើយហ៊ានភ្នាល់ហ៊ានចាញ់កុំតោងទៀមកូនស្រីយើងទៀតមិនអាចទេកាតនេះពិតជាមានលុយ10លានមែនខ្ញុំដឹងច្បាស់ណាស់ថាខាងធនាគារមានការយឺតយ៉ាវចាំខ្ញុំទូរស័ព្ទឲ្យគេសិន បានហើយឈិនឈីខ្ញុំនិយាយប្រាប់បងហាញ់តាទោះបងមានលុយឬអត់ខ្ញុំនៅតែរៀបការជាមួយបងរកមិនបានលុយ10លានបងនិយាយត្រង់ទេខ្ញុំនៅតែនៅខាងបងជានិច្ចតែហេតុអីបានជាបងកុហក អ៊ីស៊ីអូនមិនជឿបងទេ ឲ្យខ្ញុំជឿបងយ៉ាងម៉េចបងត្រឹមជាអ្នកដឹកជញ្ជូនអីវ៉ាន់មិនអាច3ថ្ងៃរកបាន10លានទេឈិនឈីខ្ញុំមិនដែលស្អប់ខ្ពើមបងជាអ្នកដឹកជញ្ជូនអីវ៉ាន់ទេតែបងកុហកអញ្ចឹងធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់ ប៉ុន្តែលុយនោះបងពិតជាអាចរកបានដោយសមត្ថភាពបងមែន មែនទេអញ្ចឹងនិយាយទៅមើល3ថ្ងៃនេះឯងរកបានលុយ10លានតាមវិធីណា ខ្ញុំចូលធ្វើការនៅសម្ព័ន្ធវ៉ាន់ហៅលុយ10លានគឺខ្ញុំទទួលបានពីការងារ ថាម៉េច ថាម៉េច